mà phê play từ bên mình chứ nè còn tại ba ba video mà còn đăng thầyเราก็đãติดได้ทริปเชียงนี้ទាំងផ្លូវថ្នល់ផងទាំងអាកាសធាតុផងគឺថារៀងជូរចត់គួរសមដែរជំរាបសួរហើយក៏នឹងសួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជាសកម្មភាពនៅតាមផ្លូវដែលយើងធ្វើដំណើរទៅស្ទឹងពង្រូលសម្រាប់ផ្លូវនេះដែរបើអ្នកដែលជិះឡានទួយគឺមិនបាច់មកទេបើមិនចង់បកក្រោយពាក់កណ្ដាលផ្លូវហើយសម្រាប់ពួកខ្ញុំនេះគឺយើងរៀងលងលើជ្រុលខ្លួនមកហើយចឹងហើយចិត្តតែរុកទៅពីដំបូងឡើយនោះគឺយើងសម្រាប់ចិត្តជិះម៉ូតូទាំងអស់គ្នាទេតែដោយសារអាវ៉ាន់របស់យើងច្រើនពេកចឹងហើយយើងក៏សម្រាប់ចិត្តយកអា pick up នេះមួយគាត់ដឹកអាវ៉ាន់នៅតាមផ្លូវប៉ុន្តែជាក់ស្ដែងលទ្ធផលចុងក្រោយគឺនៅតែអត់ទៅដល់គោលដៅដូចនៃការរំពឹងទឹករបស់ពួកយើងសម្រាប់បងដែលជិះម៉ូតូនោះគឺគាត់មកដល់មុនហើយគាត់បានដើរ check ស្ថានភាពផ្លូវហើយឥឡូវនេះគឺគាត់មកដឹកពួកខ្ញុំទៅមើលផ្លូវដែលជាបញ្ហាធំបំផុតនឹងសិនថាតើអាចឡើងរួចឬក៏អត់ហើយជាចុងក្រោយពួកយើងក៏សម្រេចចិត្តបកក្រោយត្រឡប់មករកផ្ទះអ្នកភូមិនៅចិត្តនឹងវិញដើម្បីផ្ញើឡាននៅផ្ទះគាត់និងជួលលំកគោយន្តរបស់គាត់ឲ្យជួយដឹកអីវ៉ាន់របស់យើងទៅដល់កន្លែងដែលយើងត្រូវទៅបោះតង់ហ្នឹងហើយសម្រាប់អីវ៉ាន់នេះដែរគឺគ្នាតែ8នាក់ទេប៉ុន្តែនិយាយពីអីវ៉ាន់វិញគឺឡើងមកលំកគោយន្តពេញតែម្ដងហើយនៅមានដឹកតាមម៉ូតូ4ទៅទៀតព្រោះដោយសារពួកបងដែលគាត់ទៅមុនហ្នឹងគឺគាត់ជិះម៉ូតូម្នាក់មួយគឺ4នាក់ហើយឡានក៏4នាក់ដែរអូខេឥឡូវយើងក៏ចាប់ផ្ដើមចេញដំណើរបន្តទៅទៀតហើយគ្នាយើងខ្លះគាត់ក៏បានជិះម៉ូតូមួយពីរនាក់ទៅមុនបដាបដាហើយនៅឡើយតែ admin ហើយនឹងគ្នាយើងម្នាក់ទៀតដែលគាត់ជិះលើគោយន្តដើម្បីទប់អីវ៉ាន់ព្រោះខ្លាចជួលតាមផ្លូវអត់ដឹងឥឡូវនេះយើងមកដល់ផ្លូវដែលជាឧបសគ្គដែលធ្វើឲ្យឡានរបស់យើងអត់អាចបន្តដំណើរទៅមុខទៀតបានគឺកន្លែងនេះគឺពិបាកមែនទែនសូម្បីតែគោយន្តឡើង2 3ដងតែមុំទៅរួចem ឥឡូវនេះគឺយើងឆ្លងផុតអាកន្លែងផ្លូវដែលប្របាក់អស់ហើយអញ្ចឹងយើងត្រូវធ្វើដំណើរទៅមុខប្រហែលជាមិនតិចទៀតទេដើម្បីដល់កន្លែងដែលយើងទៅបោះតង់ហ្នឹងហើយជាឱកាសត្រង់នេះគឺផ្លូវវារៀងល្អអញ្ចឹងហើយក៏សូមគេឡើងជិះលើគោយន្តបន្តិចទៅដើម្បីថតរំឲ្យថាអត់ដែលឃើញមុខអ្នកថតសោះឥឡូវនេះយើងបានមកដល់ស្ទឹងពង្រូលហើយក៏រៀបចំតម្លាក់អវ៉ាន់ចេញពីគោយន្តហើយគ្នារបស់យើងដែលគាត់បានមកដល់មុនគាត់បានបោះតង់បោះអីរួចបដាហើយនិយាយពីទេសភាពវិញគឺអត់ខកអំណងទេដែលយើងខំជិះធ្វើដំណើរមកទាំងផ្លូវពិបាកសឹងតែត្រឡប់ទៅវិញម្ដងនេះគឺស្រស់ស្រាយមែនទែនអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមានទុក្ខកង្វល់ឬក៏ stress រឿងអីមួយដែលដោះស្រាយអត់ទាន់ចេញទេចឹងអាចមកសាកល្បងលេងកន្លែងនេះបានជាពិសេសគឺសម្រាប់សុកវែងដែលគាត់អត់ស្គាល់ផ្លូវអត់ដឹងថាមកតាមណាទៅតាមណាអីចឹងអាចតាក់ទងមកខ្ញុំបានចាំខ្ញុំជូនទៅនិយាយលេងគ្នាទាំងអស់គ្នាហើយសម្រាប់ទីតាំងវិញគឺអ្នកទាំងគ្នាអាចឆែកនៅក្នុង Google Map បានគឺអត់ប្រវត្តិរកទេគ្រាន់តែផ្លូវវាពិបាកជិះបន្តិចបន្ទាប់ពីពួកយើងរៀបចំបោះតង់បោះហើយយើងក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបបដាហើយរឿងដែលហួសចិត្តមួយទៀតនោះគឺគ្រឿងទេសគ្រឿងសាច់អីយើងទិញមកអស់ហើយតែអត់មានឃើញទិញកមកទេហើយអញ្ចឹងក៏អត់មានកដាំបាយញ៉ាំទេតែសំណាងដែរដោយសារពួកយើងបានធៀមមីមកទុកសកួរញ៉ាំអញ្ចឹងហើយយើងក៏ញ៉ាំមីទ្របពោះម្នាក់បន្តិចសិនហើយថ្ងៃដែលពួកខ្ញុំទៅនេះដែរហ្នឹងគឺអាចនិយាយបានថាសំណាងដែរព្រោះដោយសារអត់មានក្រុមផ្សេងគាត់មកបោះតង់នៅកន្លែងហ្នឹងទេគឺមានតែពួកខ្ញុំអញ្ចឹងហើយពួកយើងអាចចាក់បាសរំលេងបានយ៉ាងសុវ័យដែលអត់ខ្លាចប៉ះពាល់ដល់អ្នកណាមិនថាអត់មានមនុស្សមកលេងទេប៉ុន្តែភាគច្រើនពួកគាត់មកបោះតង់នៅកន្លែងទឹកធ្លាក់ខាងលើដែលជិតស្ពានហ្នឹងអត់ដឹងថាមូលហេតុអីបានពួកគាត់អត់មកដល់ខាងនេះប៉ុន្តែសម្រាប់ពួកខ្ញុំគិតថាកន្លែងនេះគឺស្អាតជាងឬមួយក៏ដោយសារពួកគាត់គិតថាផ្លូវវារៀងពិបាកចូលអញ្ចឹងហើយក៏សម្រាប់ចិត្តបោះតង់សម្រាប់នៅខាងលើតែសម្រាប់ពួកខ្ញុំបើសិនជាអត់បានមកដល់កន្លែងនេះទេគឺមានអារម្មណ៍ថាស្ដាយក្រោយមែនទែនពីព្រោះមកដល់នេះទេសភាពគឺអែមែនទែនឥឡូវនេះចុងភៅរបស់យើងគឺចាប់ផ្ដើមប្រឡាក់សាច់ប្រឡាក់មាន់ដើម្បីអាំងហើយអ្នកខ្លះគឺគាត់ពងដាក់ត្រជាក់បដាមុននឹងចុះលេងទឹក
បន្ទាប់ពីពួកយើងសម្រាប់ញ៉ាំបាយថ្ងៃត្រង់ថ្ងៃអីហើយឥឡូវនេះគឺដល់ម៉ោងយើងត្រូវលេងទឹកហើយអ្នកខ្លះគាត់ថតរូបថតអីចឹងទៅហើយលើកលែងតែខ្ញុំទេដែលអត់សូវមានរូបពីព្រោះរវល់ដដាលថតគេអត់តែសូវមានរូបខ្លួនឯងទេនិយាយអត់តផុតមាត់ផងកន្លែងនេះចេញបានមកប្លង់គេដែរហើយឥឡូវកុំឲ្យថាអត់មានរូបខ្លួនឯងសោះដាក់មកប្លង់គេដែរមើលហើយសម្រាប់ទឹកធ្លាក់នេះដែរគឺបើសិនជាយើងលេងគឺយើងប្រយ័ត្នតិចទៅពីព្រោះបើសិនជាហូរខ្លាំងវាអាចតែមានគ្រោះថ្នាក់ពីព្រោះធ្លាក់ទៅខាងក្រោមអាចចុងខាងក្រោមនោះគឺវារាងជ្រៅចឹងហើយបើយើងលេងគួរតែប្រយ័ត្នតិចហើយឥឡូវនេះបន្ទាប់ពីពួកយើងលេងទឹកនិងងូតទឹករួចរាល់ហើយអស់ហើយយើងក៏មកអង្គុយជុំគ្នាដាក់តែជាក់ម្នាក់មកកំប៉ុងពីជជែកគ្នាពីនេះពីនោះហើយក៏មានបងប្អូនគាត់មកធៀមទៀតដែរដែលគាត់មកលក្ខណៈជាគូប៉ុន្តែពួកគាត់គ្រាន់តែមកលេងទឹកហើយក៏ត្រឡប់ទៅវិញទេឥឡូវនេះសាច់មាន់របស់យើងគឺចាប់ដើមឆ្អិនបដាគឺមើលទៅស្វល់ក៏ដឹងតែឆ្ងាញ់នៅស្នាដៃអ្នកប្រឡាក់គឺអែមែនទែនឥឡូវនេះគឺបន្ទាប់ពីត្រូវម្នាក់អស់ពី3កំប៉ុងមករៀងលះដែរយើងចាប់ដើមរំលេងសវាយហើយដោយបច្ចៈចឹងពីព្រោះដោយសារនៅកន្លែងនេះគឺអត់មានអ្នកផ្សេងទេគឺមានតែគ្នាយើងទេចឹងយើងអាចរំលេងបានដោយអត់ខ្លាចប៉ះពាល់គេទេហើយឥឡូវនេះគឺព្រឹកព្រលឹមឡើងហើយគឺអត់ទាន់ក្រោកពីដេកផងមេឃគឺគាត់ដាក់មកមេធំមកហើយតង់របស់ពួកខ្ញុំគឺអត់មាន waterproof ទេអញ្ចឹងហើយគឺសាមជោគសាមខ្ទេចខ្ទីអស់ហើយនេះហើយជាជីវិតអ្នកដែលចូលចិត្តដើរព្រៃបោះតង់គឺមិនមែនជាទៅស្រួលរហូតទេគឺវាតែងតែជួបគ្រប់សពគ្រប់បែបគ្រប់យ៉ាងហើយក៏មានគេសួរខ្ញុំដែរថាហេតុអីក៏ចូលចិត្តដើរព្រៃបោះតង់ម៉េះហេតុអីក៏មិនដេកនៅផ្ទះសុកស្រួលខ្លួនជាងមិនក៏ទៅដេកឲ្យមុខខាំដេកហាភ្លៀងហើយអីចឹងហ្នឹងខ្ញុំក៏ពិបាកនឹងបកស្រាយត្រឡប់ទៅវិញដែរពីព្រោះចំណង់ចំណូលចិត្តរបស់មនុស្សគឺខុសៗគ្នាខ្លួនចឹងហើយអ្នកខ្លះគាត់ចូលចិត្តដេកផ្ទះក៏មានអ្នកខ្លះគាត់ចូលចិត្តដើរប្រសងព្រៃក្នុងព្រៃក៏មានហើយអ្នកខ្លះគាត់ចូលចិត្តដើរលេងកន្លែងណាដែលស្អាតមានរីសតគេស្អាតទំនើបអាហ្នឹងវាក៏បែបផ្សេងវាខុសៗគ្នាខ្លួនអញ្ចឹងហើយបើសិនជាយើងចូលចិត្តអីគឺយើងធ្វើតាមចិត្តខ្លួនឯងខ្លួនទៅមិនបាច់ទៅចាំនិយាយថាគេចេះគេចោះអីទេអាហ្នឹងវាអត់ល្អទេហើយឥឡូវនេះគឺយើងដល់មកអាហារពេលព្រឹកទៀតហើយអាហារពេលព្រឹករបស់យើងគឺមានជាមួយនឹងស៊ុបឆ្អឹងស៊ុបដែលយើងស្ងោរទុកស្រាប់ប៉ុន្តែថ្ងៃទី2នេះគឺអាហារថ្ងៃត្រង់របស់ពួកយើងគឺយើងមានកដាំបាយពីព្រោះដោយសារមានពូអ្នកភូមិដែលគាត់នៅចិត្តហ្នឹងគឺគាត់មករកត្រីនៅចិត្តហ្នឹងអញ្ចឹងហើយយើងក៏សុំចែកអង្គពីគាត់មកកំប៉ុង2ដើម្បីយកមកដាំបាយថ្ងៃត្រង់ឥឡូវនេះគឺភ្លៀងបន្តធ្លាក់មកទៀតហើយរឿងដែលបារម្ភគឺផ្លូវទៅវិញខ្លាចតែបែកផុកបែកម៉ាំទៅវិញអត់រួចគឺចប់ហើយអញ្ចឹងគឺមានតែត្រូវគេងនឹងមកយប់ទៀតប៉ុន្តែរឿងដែលសំខាន់គឺស្បៀងរបស់យើងគឺដាច់ហើយគឺធៀមមកសម្រាប់តែមួយថ្ងៃមកយប់2ថ្ងៃហ្នឹងទេហើយឥឡូវនេះគឺយើងបានបាយញ៉ាំហើយវាជាពេលដំបូងដែរដែលយើងបានបាយញ៉ាំពីព្រោះមកយប់2ថ្ងៃនេះគឺអត់មានបាយមកគ្រាប់ចូលពោះសោះសម្រាប់មេឃវិញគឺនៅតែបន្តធ្លាក់ភ្លៀងអត់ឈប់ទេហើយក្នុងបរិយាកាសបែបនេះអាចនិយាយបានថាវាកាន់តែធ្វើឲ្យពួកយើងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិដែលអង្គុយញ៉ាំអីជុំគ្នាស្ដាប់សំឡេងទឹកភ្លៀងធ្លាក់នៅក្រោមតង់និយាយសរុបទៅគឺរូបភាពបែបនេះគឺធ្វើឲ្យយើងតែងតែចងចាំហើយមិនអាចបំភ្លេចបានអញ្ចឹងតើមានឱកាសយើងគួរតែរកក្តីសុខឲ្យខ្លួនឯងខ្លះទៅកុំរវល់តែគិតនេះគិតនោះខ្លាចនេះខ្លាចនោះវាធ្វើឲ្យយើងអាចទៅស្គាល់ពិភពខាងក្រៅបានទេពីព្រោះជីវិតរបស់មនុស្សយើងគឺវាមិនវែងពេកហើយក៏មិនខ្លីពេកដែរអញ្ចឹងគិតអីស្រឡាញ់អីគួរតែធ្វើវាឲ្យទៅដោយពាក្យគេនិយាយថា
មួយជីវិតនោះគឺ10ឆ្នាំអត់មានច្រើនដងទេបើយើងចេះតែបន្តដោយពេលវេលារបស់យើងពីមួយឆ្នាំហើយទៅមួយឆ្នាំទៀតថ្ងៃណាមួយយើងនឹងស្ដាយក្រោយដែលអត់បានធ្វើអ្វីដែលយើងចង់ធ្វើទៅកន្លែងដែលយើងចង់ទៅហើយនឹងស្គាល់មនុស្សដែលយល់ចិត្តគ្នាអូខេឥឡូវគឺយើងចូលវីដេអូរបស់យើងវិញឥឡូវនេះគឺមេឃរាំងភ្លៀងហើយអញ្ចឹងយើងមានសង្ឃឹមត្រឡប់ទៅផ្ទះវិញហើយសម្រាប់អវ៉ាន់ដែលយើងដាក់មកទាំងប្រមាណហ្នឹងគឺអត់មានគោយន្តមកយកវិញទេគឺយើងត្រូវដឹកម៉ូតូម្ដងមួយជើងទៅដាក់នៅកន្លែងដែលយើងផ្ញើឡានហ្នឹងប៉ុន្តែអវ៉ាន់ក៏អត់មានអីទៅច្រើនទៀតដែរពីព្រោះយើងប្រើប្រាស់ចង់អស់ហើយអញ្ចឹងយើងក៏អត់ប្របាកនឹងយកត្រឡប់ទៅវិញដែរហើយវីដេអូរបស់យើងគឺក៏មានតែប៉ុណ្្នឹងដែរហើយអរគុណសម្រាប់ការតាមដានវីដេអូមួយនេះចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយហើយដាក់គាត់មួយទៅដាក់ទៅណាខ្ញុំឲ្យទៅមកហើយទៅតែអីវ៉ាន់នេះម៉ូតូមកវិញចឹងមក